បាទសូមជម្រាបសួរដល់ត្រង់ឯកឧត្តមលោកស្រីដែលខ្ញុំតាមដានរកកាប់ផ្សាយបាទខ្ញុំបាទមកដល់ផ្ទាល់នៅហាងបងអូនស្រី163នេះដែលស្ថិតនៅក្នុងភូមិត្បែងខ្ពស់ស្រុកសាមគីមជ័យខេត្តកំពង់ឆ្នាំងខ្ញុំបានជួបជាមួយលោកមេភូមិលោកមេប៉ោះលោកមេភូមិនិងបងអូនទាំងពីរការបកស្រាយរបស់គាត់ឡើងក្បោះក្បាយពិតប្រាកដហើយគឺអត់មានការជួញដូរភេទអត់បងតូចបងធំអីកាងកន្លែងនេះដែរបាទជាក់ស្ដែងគឺអញ្ចឹងសូមឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តាទានជ្រាបនៃព័ត៌មានបាទជំរាបសួរពូលោកមេភូមិលោកមេប៉ោះលោកមេភូមិបងអូនទាំងពីរណាបងអូនស្រីបងអូនប្រុសនិងលោកអញ្ញាធរតើអញ្ជើញខ្ញុំមកនេះក្នុងគោលបំណងអីហើយបងអូនមានអីចង់និយាយអញ្ជើញបងមកដល់ហាងខ្លួនឯងនេះចង់បកស្រាយរឿងអីសូមបងអូនមានប្រសាសន៍ខ្ញុំគាត់អញ្ជើញបងមកហ្នឹងចង់ឲ្យបងជួយដោះស្រាយរឿងហ្នឹងបងជួយផ្សព្វផ្សាយបកស្រាយហ៎ផ្សព្វផ្សាយរឿងអីអូនរឿងអីបងរឿងអីតិចបងចាំតិចមកប្រាប់មានរឿងដែលគេមានអ្នកបរិហាគេខ្ញុំគេផ្សាយហ៎ចាគេផ្សាយបរិហាគេតែម៉េចអូនេះបងប្អូនតែហាងខ្ញុំមានកន្លែងជួញដូរព្រឹកភេទខ្ញុំចង់ដឹងថាជួញនៅកន្លែងណាហើយគ្មានក្មេងកាងនៅកន្លែងហ្នឹងសួរថាកន្លែងណាម៉ោងណាវេលាណាគេចោតបងអូនថាទី1ហាងបងអូនមានបម្រើសេវាផ្លាភើភេទណាមានប្រជាពលរដ្ឋម្នាក់មកគេងនៅនេះហើយប្រពន្ធរឿងប្តីឆ្លោះប្រពន្ធនោះហឹង្សាដោយសារហាងបងអូនមានគេមកគេងនៅនេះហើយមានបងតូចបងធំក្មេងកាងដើម្បីកាងនៅចំណុចនេះតើពិតអត់ពាក្យដែលគេផ្សាយពិតទេបងអត់ពិតទេអត់ពិតទេអត់ដែលមានសួរបងជាប្តីហ៎ខ្ញុំជាប្តីហើយជុំខ្ញុំឃើញគេយករូបបងដាក់លើវីដេអូរបស់គេអត់បិទមុខបិទអីហ្នឹងបងគិតថាយ៉ាងម៉េចដែរការផ្សព្វផ្សាយរបស់បងមានគេហ្នឹងបងដោះស្រាយរឿងយកមុខខ្ញុំដាក់ហ្នឹងតើខ្ញុំខុសអីផ្សាយចំហាងខ្ញុំបានហើយបើយកមុខខ្ញុំដាក់ហើយអត់មានអនុញ្ញាតពីខ្ញុំបាទខ្ញុំចង់អញ្ញាធម៌គាត់ដឹងលឺឥឡូវអូនទាំងពីរសូមបញ្ជាក់ចុងក្រោយថាហាងរបស់បងអូនស្រីបងអូនប្រុសនេះហាងរបស់បងអូនស្រីបងប្រុសមានសេវាកម្មផ្លូវភេទអត់ខ្ញុំមិនមានទេបងហើយមានបងតូចបងធំអត់អត់មានហើយបងបើកលក់ហ្នឹងគ្រាន់តែលក់ម្ហូបអាហារសម្រាប់ភ្ញៀវញ៉ាំធម្មលក្ខណៈគ្រួសារមែនទេអញ្ចឹងមែនអត់ច្បាស់លាស់អត់ច្បាស់ឥឡូវខ្ញុំសួរទៅលោកមេប៉ោះលោកមេប៉ោះដែលគេផ្សាយថាមានបងតូចបងធំថាមានក្មេងកាងនៅនឹងមានបងតូចបងធំបង្កើតបញ្ហាចលាចលនៅកន្លែងហ្នឹងមានមែនអត់បាទខ្ញុំសូមបកប្រែរឿងក្មេងដំណើរនេះខ្ញុំនៅដឹកនាំមេប៉ោះហ្នឹងវាជិត30ឆ្នាំហើយបាទអញ្ចឹងសភាពការនៅនេះក្មេងដំណើរគឺអត់សូវមានទេអត់មានហ្មងហើយនៅតំបន់នេះខ្ញុំរងរាល់យប់បាទដល់ជ័យដល់តាមពិតក្មេងដំណើរនេះគឺអត់មានទេហើយចុះខ្ញុំជម្រាបលាមេភូមិលោកមេភូមិក្នុងនាមលោកពូជាមេភូមិនៅនេះតើហាងនេះមានបងតូចបងធំអស់ហើយមានជួយដូរភេទមែនអត់ឥឡូវលោកពូនិយាយត្រង់អត់មានទេបាទបើនិយាយថារឿងក្មេងកាងក្មេងអីនេះក៏អត់ដែលមានទេព្រោះកម្ពុជាការពារខ្ញុំក៏ដើររងរាល់យប់ដែរបាទអញ្ចឹងខ្ញុំជម្រាបលោកអ៊ំមេឃុំលោកអ៊ំសូមជួយបកស្រាយឲ្យសូមសក្ខីពិតប្រកបណាលោកអ៊ំណាដើម្បីមហាជនដើម្បីកុំឲ្យចេះតែមានហេតុការណ៍កើតឡើងការលើកឡើងការផ្សព្វផ្សាយបែបហ្នឹងទៀតឥឡូវលោកអ៊ំជួយមានប្រសាសន៍មើលតែអ្វីដែលគឺកាសែតដែលគេចុះផ្សាយហ្នឹងក៏ពិតអត់បាទអរគុណក្មួយប្រុសដែលមកឲ្យខ្ញុំបំភ្លឺក្នុងការនេះខ្ញុំធ្វើមេឃុំទៅនេះបានអនុញ្ញាតឲ្យគេសាងសង់លក់ដូរពិតប្រកបមែនប៉ុន្តែយើងបានដាក់បំរាមការជួញដូរផ្លូវភេទការលេងល្បែងស៊ីសងគ្រប់ប្រភេទក្នុងតំបន់រ៉ូស៊ីគឺមិនមានទេហើយខ្ញុំនៅគ្រប់គ្រងជាមួយលោកមេប៉ោះស្ទើរតែរាល់យប់តំបន់ដែលយើងត្រូវការពារនេះមិនដែលឃើញគ្មានអូក្មេងអូដើរក៏គ្មានទំនើកាងឡូឡាទាស់គ្នានៅតំបន់នេះអត់ទេគឺវិជាការពាររបស់ខ្ញុំនៅជាប់ជាមួយនឹងលោកមេប៉ោះសហការគ្នារៀងរាល់យប់ហើយដល់កាសែត VOA នេះ VOK នេះមកចុះថាមានក្មេងទំនើងជួញដូរផ្លូវភេទខ្ញុំមិនឯកភាពជាមួយនឹងគេសូមឲ្យលោកខាងសារព័ត៌មាននឹងជួយបំភ្លឺផងជួយយកព័ត៌មានពិតនេះទៅផ្សព្វផ្សាយបកស្រាយវិញថាកាសែត VOK នេះចោតពួកខ្ញុំខុសទាំងស្រុងហាក់ដូចជាអាញាធរឃុំមេប៉ោះមេភូមិមិនមានបើកភ្លើងលទ្ធភាពការពារភូមិឃុំរបស់ខ្លួនរឹងមាំទេអត់ទេប៉ុន្តែទទួលស្គាល់ពេលយប់ពួកកម្មករចេញពីរោងចក្រមក8កន្លះ9យប់វាអាចបើកតាមផ្លូវងងងាងរឿងម៉ូតូអ្នកធ្វើដំណើរតាមផ្លូវទេមិនប៉ះពាល់ដល់កញ្ចក់ទេខ្ញុំចង់និយាយចឹងមិនប៉ះពាល់ដល់កញ្ចក់ទេប្រជាពលរដ្ឋលោករាជគាត់ថាមានសន្ធឹកម៉ូតូលឺខ្លាំងអីចេះវាបើកតែតាមផ្លូវទេប៉ុន្តែតំបន់នេះគឺគ្មានទេបើមានចុះពួកខ្ញុំពលិហើយនឹងប្រជាការពារហាក់ដូចជាដេកផ្ទះស្ងៀមមិនគិតពីលពលនឹងអញ្ចឹងខ្ញុំមិនទទួលស្គាល់ភូមិឃុំរបស់ខ្ញុំមានសមត្ថភាពខ្ញុំអត់
ai thì chỉ muốn sao chọc sai bỏ ví ok đấy បាទពូហាងបងអូនស្រីនេះបានធ្វើច្បាប់ទម្លាប់ឲ្យអស់ហើយ ban chúa ai còn xóm sang xóm lũ đô phê gì kia kêu climb ដូចផ្ទះគាត់ដូចដាច់ឆ្ងាយពីគេអត់មានពាក់ព័ន្ធចិត្តធ្វើលបងចិត្តដូចអត់មានរំខានគេយ៉ាងម៉េចដែរ ọt miền sông khan là na tôi đi lót miền baแต่ tinแต่ tiang แต่ tin như tung cái phật xì rút tại bát đi ban មើលបងអូនស្រីហាងបងប្អូនហ្នឹងរីរីមកធ្វើការហ្នឹងអាយុគ្រប់អាយុឲ្យយ៉ាប់អាយុប៉ុន្មាន ចាប់ពី8ដល់ឡើង ហើយគេមកធ្វើការហ្នឹងគេមានប្រាក់ខែឬអីមិន នៅកន្លែងខ្ញុំស៊ីកវ៉ាកំប៉ុងបង បើបងខ្លះអូនឯងឧបត្ថម្ភខ្លះ ចា ឈឺគ្រុនអីខ្លួនឯងជូនទៅពេទ្យអីមើលគាត់ត្រូវបាយទឹកអីយ៉ាងម៉េចដែរ ចាលើខ្ញុំទាំងអស់ ហើយគាត់ដូចថាអ្នកណាអ្នកសុកហ្នឹងឬអ្នកឆ្ងាយដែរ ឆ្ងាយណាស់ អី slot boat ទេចរិតគាត់យ៉ាងម៉េចហ្នឹង ធម្មតាកូនចៅខ្ញុំស្លូត ចោតប្រកាន់ថាមានបរិសម្នាក់នៅភូមិហ្នឹងមកដេកនេះហើយទៅវិញឆ្លោះមួយប្តីប្រពន្ធវាយតប់គ្នាដោយសារកន្លែងឲ្យជួយដូរភេទអស់លុយអកាក់ដីនឹងឆ្លោះគ្នាហ្នឹងរឿងពិតអត់ ចឹងមិនខ្ញុំអត់សុខចិត្តរឿងហ្នឹងហ่ะបងចង់ឲ្យបងជួយដកស្រាយបកស្រាយរឿងហ្នឹងឲ្យច្បាស់ ចេះក្នុងនាមបងអ្នកព័ត៌មានបងទំដាប់ផ្សព្វផ្សាយជូនមហាជនឲ្យបានជ្រាបជូនដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់តែពេលនេះលោកមេភូមិលោកមេប៉ោះលោកមេឃុំគាត់អញ្ជើញមកដល់ហើយណាខ្ញុំបានជួបគាត់ហើយគាត់បានមានហើយគាត់ថាអត់មានទេហើយក្នុងនាមបងជាម្ចាស់ហាងជាប្រជាពលរដ្ឋអ្នកដែលគេយករូបបងដាក់អញ្ចឹងបងមានអារម្មណ៍ថាម៉េច មានអារម្មណ៍ខឹងខ្លាំងព្រោះរឿងហ្នឹងមុនយករូបរបស់អត់មានសួរខ្ញុំទេបាទអត់មានអនុញ្ញាតខ្ញុំអីទេ ឥឡូវខ្ញុំសួរ អត់មានបិទមុខបិទអី ខ្ញុំសួរទៀតបងពេលដែលគេមកហ្នឹងប្រហែលថ្ងៃហ្នឹងមានគេមកមានអ្នកកសែតហ្នឹងមកហ្នឹងអត់ យប់មិញមក មកយ៉ាងម៉េច មកយប់មិញហ្នឹងមកហូបហ្នឹងអស់មួយយួរ បាទ តែអស់មួយយួរមកសួរថាមួយយួរពុទ្ធគុំសួរពុនថាម៉ានពុនថាមួយយួរ 25,000 25,000 បាទ 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 20,000បានពុនហ្នឹង តថ្លៃ 20,000បងក៏25,000ក៏កវលកំប៉ុងគ្នាហូបហ្នឹងក៏អស់ដែរក៏គិតឲ្យគ្នាដែរ បាទ គ្នាហូបមួយយើងគ្នាយកកវលកំប៉ុង បាទ ដើម្បីបានលុយបានឲ្យហូបបាយ បាទ តែពេលអញ្ចឹងប៉ុណ្ណឹងក៏បាត់ទៅព្រលឹមឡើងចាឃើញរូបខ្ញុំចេញមកអញ្ចឹង អូ ចាំមិន អត់មានសួរនាំបងថាខ្លាំងបងឯងមានជួយដូរភេទមែនអត់មានស្អីស្អីមានបងទូបងធំមែនអត់ សួរខ្ញុំដែរគឺថាមានបងតូចធំនេះមកអត់មានទេនៅកន្លែងនេះហើយសួរថាមានពីប្រភេទហ្នឹងថាអត់មានទេកន្លែងនេះសំបីតែយប់ឡើងឃើញចាក់សោតែខ្ញុំចាក់សោហើយគឺចប់ហើយអត់មានចេញចូលបានទេ បាទបាទ បើឯងចេញចូលផ្លោះបងខ្ញុំផ្លោះបងខ្ញុំហាក់ដាច់ថាចោលហើយ បាទបាទ ផ្លោះបងចូលឡើងថាចោលហើយ ហើយបងគិតយ៉ាងម៉េចដែរពេលដែលគេផ្សាយហាងបងដែលផ្សាយអត់ពិតអញ្ចឹងបងមានអារម្មណ៍ម៉េច ខ្ញុំមិនសុខចិត្តទេព្រោះអីគេយកទៅខុសអញ្ចឹង អញ្ចឹងបងមានអីផ្ដាំផ្ញើដល់មហាជនដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ចាប់ពីថ្នាក់ឃុំមកដល់នេះឲ្យស្រុកខេត្តក្រសួងមហាផ្ទៃទាំងអស់ក្រសួងពាក់ព័ន្ធបងស្រីបងប្រុសជួយបកស្រាយយ៉ាងម៉េចកុំឲ្យមានការភ័ន្តច្រឡំតិចឥឡូវនិយាយមកនិយាយខ្លួនឯងថាអត់មានជួញដូរភេទឬយ៉ាងម៉េចមកនិយាយមក មកមានជួយដូរផ្លូវភេទទេបងអស់គ្នាខ្ញុំមានជួយដូរផ្លូវភេទទេហើយក៏ខ្ញុំក៏មិនមានជើងកាងណាថ្មីដំណើរណានេះដែរ កន្លែងហ្នឹងរស់ស៊ីទៅតាមច្បាប់ ហើយសូមដាក់បោះខ្ញុំបោះចុះតែបោះឲ្យត្រូវនឹងដែលពាក្យពិតបើថាមិនពាក្យពិតកុំហោះ កន្លែងហ្នឹងគេចោទថាមានការជួញដូរភេទឯបងអូនធ្វើការនៅហ្នឹងមានជួញដូរភេទមែនអត់ អត់មានទេបងហ្នឹង អត់មានទេ ចាក្នុងកន្លែងនេះកន្លែងបើកកន្លែងហូបធម្មតាមានអីទេ អញ្ចឹងដែរអញ្ចឹងមានកសែតផ្សេងដែលចុះផ្សាយថាកន្លែងហ្នឹងមានការជួញដូរភេទហ្នឹងពិតប្រាកដអត់ អត់ពិតទេបងព្រោះអីខ្ញុំមកធ្វើហ្នឹងវាអត់មានអីផង អញ្ចឹងហ៎ ចាអត់ ហើ មាន យបងអូនហ៊ានបញ្ចេញមុខលើវីដេអូអញ្ចឹងអត់ខ្លាចទេណា អត់ខ្លាចទេបង និយាយការពិតណា ជាការពិត ហើយចុះបងអូនមានអីផ្ដាំផ្ញើដល់អ្នកដែលផ្សព្វផ្សាយថាកន្លែងហ្នឹងមានជួញដូរភេទទេ ចង់ថាខ្ញុំចង់ខានតែគាត់ថាឆែកបើគាត់អត់ដឹងរឿងច្បាស់ទេគាត់កុំផ្សព្វផ្សាយ បាទ អញ្ចឹងពេលខ្លះបើគាត់ផ្សព្វផ្សាយទៅខូចដល់ហាងហើយខូចដល់កន្លែងពួកខ្ញុំធ្វើការ បាទហើយបងអូនមានអីបកស្រាយទៅអាជ្ញាធរគ្រប់ជាន់ថ្នាក់កុំឲ្យមានការភ័ន្តច្រឡំបងអូនមានអីត្រូវនិយាយ ខ្ញុំគាត់តែចង់និយាយថាកុំឲ្យគាត់ផន់ច្រឡំថាកន្លែងហ្នឹងមានជួយដូរផ្លូវភេទអីពួកកន្លែងនេះកន្លែងហូបធម្មតាអញ្ចឹង លក្ខណៈគ្រួសារមាននារីចាក់តកចាអីខ្លះដែរដែរ តកចាហ្នឹងហើយដូចទូទៅអញ្ចឹង អូខេអរគុណច្រើនខ្ញុំបាទចុះមកផ្ដល់ផ្ទាល់បាទអត់មានទេបាទឃើញហ่ะមើលនឹងកតុបអីមេឃុំមេប៉ោះឲ្យឆែកមកអស់អត់មានទេ cách đây